ទាំង12រាសីឆ្នាំទាំង12ប្រចាំនៅក្នុងខែ12ខែធ្នូឆ្នាំ2025តើតម្រូវទៅលើឆ្នាំរបស់លោកអ្នកណាលេខសំណាងអ្វីចាំសម្រាប់ដូចតទៅសម្រាប់ឆ្នាំរាសីឆ្នាំទាំង12នៅក្នុងខែ12ឆ្នាំ2025ឆ្នាំរបស់លោកអ្នកណាយអូនឡើងឆ្នាំរបស់លោកអ្នកណាយអូនមិនសូវជាល្អឆ្នាំរបស់លោកអ្នកណាមានគ្រូនោះចាំសម្រាប់ដូចតទៅបាទមុននឹងចូលដល់ឆ្នាំសូមអធិស្ឋានសម្រាប់អស់លោកប្រុសលោកស្រីទាំងអស់គ្នាដែលរកយន់ជាវយន់កាត់ឆុងជាវយន់កាត់ឆុងកាត់អីហ្នឹងសូមបញ្ជាក់ជូនបន្តិចណាព្រោះយន់មាន4ប្រភេទបាទមានយន់4ប្រភេទនេះសូមបញ្ជាក់ជូនអស់លោកប្រុសលោកស្រីណាសូមមើលឲ្យហើយក៏លួយន់បាទរៀបរាប់មានយន់4ប្រភេទអញ្ចឹងសម្រាប់ឆ្នាំនីមួយហ្នឹងគឺទៅតាម4ប្រភេទហ្នឹងពណ៌ទៅតាមហ្នឹងមិនថាឆ្នាំណាទេគឺខុសគ្នាសម្រាប់អស់លោកប្រុសលោកស្រីហើយខ្ញុំបញ្ជាក់ជូនមាន$10ហ្នឹងមាន4ប្រភេទហ្នឹងហើយមាន2ខ្សែដៃមាន2ខ្សែដៃព្រីយន់ជូតសម្រាប់អស់លោកអ្នកកាត់ឆុងជូតកាត់ឆុងរំដោះគ្រោះឬមួយក៏អត់មានឆុងទេស្នែមុខស្នែមាត់សម្រាប់អស់លោកប្រុសលោកស្រីឥឡូវមុននឹងចូលដល់ឆ្នាំសូមនៅក្នុងឆ្នាំ2026ហ្នឹងសម្រាប់អស់លោកអ្នកដែលឆុងក៏មកអត់ភ័យក៏មកអត់ស្លន់ស្លោព្រោះឆុងខ្លះឆុងហេងរកមើលឲ្យដឹងអស់លោកអ្នកខ្លះដែលឆ្នាំល្អព្រោះយើងរកមើលដឹងទៅជាងការល្អមែនតែអាចនឹងមានបញ្ហាឧបសគ្គដែរអញ្ចឹងបញ្ជាក់ជូនមួយម៉ាត់ទាល់តែរកមើលឲ្យច្បាស់សិនទៅក្នុងម្នាក់$10ទេរឿងខែឆ្នាំ2026មើលឲ្យច្បាស់បានអស់លោកប្រុសលោកស្រីបានដឹងអញ្ចឹងក៏មកឲ្យឆុងប្រយ័ត្នប្រយែងយូរកាលឆុងគេប្រយ័ត្នប្រយែងលេខកើតគឺនឹងអាចរកបានជាងអ្នកអត់ឆុងបញ្ជាក់ជូនម្ដងទៀតឆុងក៏មកអត់ភ័យមានឆុងហេឆុងសើយហើយអ្នកដែលយូនឡើងឆ្នាំទាំង8ឆ្នាំ2026ហ្នឹងមានអ្នកខ្លះឡើងមែនតែនឹងមានផលវិបាកអញ្ចឹងរឿងមួយក៏ប៉ះពាល់លេខកើតឬមួយក៏ធ្វើលេខកើតទៅគឺរោមិនសូវជាបានវិញអញ្ចឹងបញ្ជាក់ជូនអ្នកឆុងកុំអភ័យអ្នកដែលយូនឡើងកុំអល្អនៅក្នុងឆ្នាំ2026ឥឡូវចូលមកដល់រាសីឆ្នាំទាំង12ប្រចាំនៅក្នុងខែ12ខែធ្នូឆ្នាំ2025ឆ្នាំទី1ឆ្នាំជូតបាទសម្រាប់ឆ្នាំជូតរាសីនៅក្នុងខែ12ខែធ្នូឆ្នាំ2025នេះមិនសូវជាល្អប៉ុន្មានទេតោងពិចារណាប្រយ័ត្នប្រយែងហានិយាយស្ដីតាមប្រមាណនឹងកុំឲ្យមានពាក់ព័ន្ធដល់ថ្នាក់រឿងតូចបកទៅជារឿងធំជាពិសេសប្តីនឹងប្រពន្ធអ្នកដតីរឿងលុយកាក់នឹងទ្រាំខំមាត់សង្កត់ចិត្តបន្តិចទើបអាចបានល្អឬមួយក៏រឿងដែលមានបញ្ហាមកពីប្រុសប្រកាន់ស្រីប្រកែកកុំឲ្យមានបញ្ហារឿងវិវាទតទៅឆ្នាំជូតនៅក្នុងខែ12ហ្នឹងហើយលេខបញ្ជាគ្រូរបស់អ្នកឆ្នាំជូតគឺ522 529លេខបញ្ជាគ្រូសម្រាប់អ្នកឆ្នាំជូតនៅក្នុងខែ12ខែធ្នូនឹងគឺ529ខមមិនហើយแชร์3ដងសុំចង្រៃទៅតាមแชร์អស់ហើយពណ៌ដែលនាំសំណាងមកវិញគឺពណ៌ស្លាទុំពណ៌នាំសំណាងមកវិញគឺពណ៌ស្លាទុំសំណាងល្អណាឆ្នាំជូតស្រោចទឹកស្រោចអីចេញទៅឲ្យបាត់គ្រូបាត់អីតឹងតោងពិចារណាប្រយ័ត្នប្រយែងកុំឲ្យមានការសោយស៊ុនឬមួយគោតំណើចិត្តឆ្ងាយបញ្ហាមានប៉ះពាល់លេខកើតនៅក្នុងខែ12ហ្នឹងទ្រាំខាម៉ត់សង្កត់ចិត្តឬមួយឲ្យម៉ាក់ប៉ាសោយទឹកបញ្ជាគ្រោះលេខសំបញ្ជាគ្រោះគឺ529សូមឲ្យបានជិះផុតណាឆ្នាំជូតនៅក្នុងខែ12ហ្នឹងឥឡូវចូលមករាសីឆ្នាំឆ្លូវឆ្នាំទី2នៅក្នុងខែ12ខែធ្នូឆ្នាំ2026ម្ដង25ម្ដងតើរាសីរបស់អស់លោកអ្នកនៅក្នុងឆ្នាំ2025នឹងឆ្នាំទី2ឆ្នាំឆ្លូវល្អប្រសើរជាទីគប់ចិត្តគិតគូរកិច្ចការងារអ្នកដែលនៅលាវលៀតអ្នកដែលអត់គូនឹងដល់គូអ្នកដែលនៅលាវលៀតទាំងប្រមាណក្តីស្រឡាញ់នឹងចូលមកដល់ជីវិតរបស់អ្នកឆ្នាំឆ្លូវនៅក្នុងប្រចាំខែ12យើងនឹងឆ្នាំឆ្លូវគឺជាឱកាសល្អបើកហាងឡើងនន្តរស័ក្តិធ្វើអ្វីមួយលោកធំនឹងជួយសម្ដោះប្រោះប្រណីមេត្តាគិតគូររឿងស្នេហារឿងលុយកាក់នឹងអាចបានសំដោយបំណងពងប្រាថ្នាលេខសំណាងរបស់អ្នកឆ្នាំឆ្លូវឆ្នាំទី2គឺ168ខមមិនលេខ168ឲ្យแชร์សូមចង្រៃទៅតាមแชร์សូមខមមិននឹងបានលៀបពិតប្រកប 100% នៅក្នុងខែ12នឹងពណ៌បាត់ពណ៌នាំសំណាងគឺពណ៌ផ្ទៃមេឃពណ៌នាំសំណាងគឺពណ៌ផ្ទៃមេឃសំណាងល្អណាឆ្នាំឆ្លូវឆ្នាំទី2ហេងណាឥឡូវចូលមកដល់រាសីឆ្នាំទី3នៅក្នុងខែ12ឆ្នាំទី3ឆ្នាំខាលរាសីឆ្នាំខាលម្ដងតើល្អប្រសើរយ៉ាងណាកម្រិតយ៉ាងណាវាសនាយ៉ាងណានៅក្នុងខែ12នេះឆ្នាំខាល
ឆ្នាំទី3គឺឃើញថាល្អប្រសើរហើយនៅក្នុងខែ12យើងនឹងអ្វីផ្លាស់ប្ដូរឡើងតំណែងឬមួយក៏លោកធំនឹងជួយសដោះប្រប្រណីបានលុយឬមួយក៏ម្ចាស់ព្រឹទ្ធាចារ្យសដោះប្រប្រណីមេត្តាគិតគូរផលអ្វីឬមួយក៏ដំណើរឆ្ងាយនឹងអាចបានល្អសមដោយបំណងពងប្រាថ្នាហើយឆ្នាំខាលនៅក្នុងខែ12នឹងលេខសំណាងរបស់ឆ្នាំខាលគឺ528ខមមិនលេខ528សៀសុំចង្រៃទៅតាមសៀអស់ខមមិនសុំឲ្យបានលៀបពិតប្រកប100%នៅក្នុងខែ12ខែធ្នូ2025យើងហ្នឹងហើយពណ៌នាំសំណាងគឺពណ៌ស្លឹកឈើពណ៌នាំសំណាងគឺពណ៌ស្លឹកឈើសំណាងល្អណាឆ្នាំទី3ឆ្នាំខាលនៅក្នុងខែ12ហ្នឹងហេងណាឥឡូវចូលមកដល់រិស័យឆ្នាំទី4ឆ្នាំថោះម្ដងនៅក្នុងខែ12ខែធ្នូតើកម្រិតវាសនាយ៉ាងណាល្អឬអាក្រក់យ៉ាងណាឆ្នាំថោះនៅក្នុងខែ12នេះចាំសម្ដាប់ដូចតទៅឆ្នាំទី4ឆ្នាំថោះនៅក្នុងខែ12ឆ្នាំ2025នេះមិនសូវជាល្អប៉ុន្មានទេគិតគូរអ្វីក៏ដោយតែតែមានសត្រូវចោលមួយរូបមិនពេញចិត្តឬមួយគេហៅថាគេទម្លាក់កំហុសឬចោតឬអីហ្នឹងចូលមកដល់ឆ្នាំថោះនៅក្នុងខែ12យើងនឹងប្តីប្រពន្ធក៏ដោយប្រយ័ត្នប្រយែងកុំឲ្យមានរឿងប្រេឆាដល់ថ្នាក់កាប់សម្លាប់ឬមួយក៏ដល់ថ្នាក់វិវត្តវាយតតធៈព្រោះឆ្នាំថោះនៅក្នុងទី4ហ្នឹងនៅក្នុងខែ12ហ្នឹងអាចមានឈាមហូរចេញពីសាច់ខ្លះបន្តិចបន្តួចកែលូប៉ះពៀមុតលេខកើតតោពិចារណាប្រយ័ត្នប្រយែងបន្តិចទើបអាចបានល្អហើយលេខបញ្ជាគ្រួរបស់នៅឆ្នាំថោះគឺ418លេខបញ្ជាគ្រួរបស់នៅឆ្នាំថោះ418ខមមិនហើយសៀ3ដងចេញនោះឲ្យឆ្នាំថោះផុតទុកផុតទោសនៅក្នុងខែ12យើងនឹងហើយពណ៌នាំសំណាងគឺពណ៌ផ្ទៃមេឃពណ៌នាំសំណាងរបស់នៅឆ្នាំថោះគឺពណ៌ផ្ទៃមេឃសូមឲ្យឆ្នាំថោះរួចចាក់ទុកទោសឬមួយក៏លោកស្រួយទឹកម៉ាក់ប៉ាស្រួយទឹកចេញទៅបញ្ជាគ្រួបានផុតទុកផុតទោសនោះនឹងអាចបានលៀបមកវិញបណ្ដាសម្រាប់អ្នកឆ្នាំថោះនៅក្នុងខែ12ហ្នឹងតោពិចារណាប្រយ័ត្នប្រយែងការសម្ដីនិយាយរំពួនឬមួយក៏អីហ្នឹងក៏លេខប៉ះពាល់មកពីសំណាក់លោកធំនឹងចោលប្រកាន់សម្រាប់ឆ្នាំថោះនៅក្នុងខែ12ខែធ្នូឆ្នាំ2025យើងហ្នឹងអញ្ចឹងសូមឲ្យលេខសំណាង418នឹងខមមិនសៀសូមឲ្យផុតទុកផុតទោសណាឆ្នាំទី4ឆ្នាំថោះនៅក្នុងខែ12ហ្នឹងឥឡូវចូលមកដល់ឆ្នាំទី5ឆ្នាំរូងនៅក្នុងខែ12ខែធ្នូ2025នឹងឆ្នាំទី5ឆ្នាំរូងវាសនាយ៉ាងណានៅក្នុងខែ12នេះចាំសម្រាប់ដូចតទៅឆ្នាំទី5ឆ្នាំរូងនៅក្នុងខែ12ខែធ្នូ2025នេះល្អប្រសើរគិតគូរបដូរទីកន្លែងបើកហាងថ្មីធ្វើអ្វីសម្បកបប្រឡងឬមួយក៏ដំណើរកំសាន្តដើរលេងសប្បាយរីករាយលុយកាក់ចូលមកលក់ដីឡូផ្ទះល្វែងធ្វើអ្វីមួយនឹងអាចបានផលសមដូចបំណងពងប្រាថ្នាសម្រាប់ឆ្នាំរូងនៅក្នុងខែ12ខែធ្នូនឹងលេខសំណាងរបស់ឆ្នាំរូងគឺ676ខមមិនលេខ676ឲ្យសៀចេញសុំឲ្យសៀចង្រៃទៅតាមសៀសុំឲ្យខមមិនសុំលៀបសុំជ័យនៅក្នុងខែ12នឹងឆ្នាំរូងពណ៌នាំសំណាងគឺពណ៌ផ្កាឈូកពណ៌នាំសំណាងគឺពណ៌ផ្កាឈូកសំណាងល្អណាឆ្នាំទី5ឆ្នាំរូងនៅក្នុងខែ12ខែធ្នូ2025នេះហេងណាឥឡូវចូលមកដល់ឆ្នាំទី6ឆ្នាំម្សាញ់នៅក្នុងខែ12ឆ្នាំ2025នឹងកម្រិតវាសនាល្អយ៉ាងណាឆ្នាំម្សាញ់នៅក្នុងខែ12នឹងចាំសម្រាប់ដូចតទៅឆ្នាំទី6ឆ្នាំម្សាញ់នៅក្នុងខែ12បាទនៅក្នុងខែ12យើងនឹងឆ្នាំម្សាញ់មានលៀបមានលុយលៀបជើង2ក៏ចូលលុយកាក់ក៏ចូលមកដោយស្រួលមកអតិថិជនដែលបាត់បង់ទៅនោះនឹងអាចវិលមករកអ្នកវិញហើយការដែលពីមុនមកដែលមានបំណងគិតគូរបញ្ចេញដីឬបញ្ចេញផ្ទះមិនបានផលនោះឆ្នាំទី6ឆ្នាំម្សាញ់គឺនឹងអាចបានផលល្អប្រសើរសម្រាប់អ្នកដែលឆ្នាំម្សាញ់ហ្នឹងអញ្ចឹងនៅក្នុងខែ12នេះឆ្នាំម្សាញ់គឺជាឱកាសល្អមួយដែលសំសួនតនាប្រកបកិច្ចការងារធ្វើអ្វីបានសមដូចបំណងពងប្រាថ្នាលេខសំណាងរបស់អ្នកឆ្នាំម្សាញ់គឺ988ខមមិនលេខ988សៀ3ដងសូមឲ្យឆ្នាំម្សាញ់មានលៀបពិតប្រកប100%នៅក្នុងពេញមួយខែ12ខែធ្នូ2025នឹងលេខសំណាងហើយពណ៌នាំសំណាងគឺពណ៌ទឹកសមុទ្រពណ៌នាំសំណាងគឺពណ៌ទឹកសមុទ្រសំណាងល្អណាឆ្នាំទី6ឆ្នាំម្សាញ់នៅក្នុងខែ12ខែធ្នូ2025នេះហេងណាឥ
ឥឡូវចូលមកដល់ឆ្នាំទី7ឆ្នាំម្សាញ់ហើយចូលមកដល់ឆ្នាំមមីម្ដងបាទនៅក្នុងខែ12កម្រិតយ៉ាងណាវាសនាយ៉ាងណាល្អឬអាក្រក់ចាំស្ដាប់ដូចតទៅឆ្នាំទី7ឆ្នាំមមីនៅក្នុងខែ12ខែធ្នូឆ្នាំ2025នេះមិនសូវជាល្អប្រមាណទេតោងពិចារណាប្រយ័ត្នប្រយែងកុំឲ្យមានការសូវសុនមានគេបោកចិត្តបោកលុយបោកកាក់ជួយគេយកអាសាគេនាំទុកនាំទោសដល់ខ្លួននៅរឿងប្តីប្រពន្ធល្អមិនជាសូវជាល្អប្រមាណទេសម្រាប់ឆ្នាំមមីប្រយ័ត្នប្រយែងរឿងមាត់កមាត់សម្ដីជាពិសេសសម្ដីបន្តិចនិយាយលើសនិយាយហួសកេលោនឹងអាចមាននាំរឿងដល់ឆ្នាំមមីលេខបញ្ជាគ្រូរបស់អ្នកឆ្នាំមមីនៅក្នុងខែ12គឺ312ខមមិនលេខ312សៀ3ដងសៀទី1សូមឲ្យមានលៀបសៀទី2សូមឲ្យបានផលមកវិញសៀទី3សូមឲ្យគ្រូចង្រៃអស់ហើយពណ៌នាំសំណាងឡើងមកវិញសម្រាប់ឆ្នាំមមីគឺពណ៌ប្រផេះពណ៌នាំសំណាងឡើងមកវិញសម្រាប់ឆ្នាំមមីនៅក្នុងខែ12គឺពណ៌ប្រផេះអញ្ចឹងនៅក្នុងខែ12ខែធ្នូ2025នេះតើពិចារណាប្រយ័ត្នប្រយែងផងសូមឲ្យជាផុតណាឆ្នាំមមីឥឡូវចូលមកដល់ឆ្នាំទី8ឆ្នាំមមែឆ្នាំទី8ឆ្នាំមមែរាសីនៅក្នុងខែ12ខែធ្នូ2025វាសនាកម្រិតល្អឬអាក្រក់យ៉ាងណាចាំសម្ដាប់ដូចតទៅចូលមកដល់ឆ្នាំទី8ឆ្នាំមមែនៅក្នុងខែ12ឃើញថាហក់ឡើងខ្ពស់ត្រដែតមានលៀបអណ្ដែតទឹកលៀបអណ្ដែតទឹកដែរបានន័យថាមកដោយស្រួលបាទលៀបអណ្ដែតទឹកបានមកដោយស្រួលប្តីប្រពន្ធមិត្តសវមិត្តស្រីដែលបាច់បាក់គ្នាហ្នឹងគឺនឹងវិលបរកតំណុំវិញឬអ្នកអត់គូអត់កូននៅក្នុងខែហ្នឹងឆ្នាំមមែគឺជាឱកាសល្អប្រឡងឡើងនន្តរស័ក្តិធ្វើអ្វីមួយលោកធំនឹងជួយសដោះប្រប្រណីមេត្តាឆ្នាំមមែនៅក្នុងខែ12ហ្នឹងលេខសំណាងរបស់អ្នកឆ្នាំមមែបាទលេខសំណាងរបស់អ្នកឆ្នាំមមែហ្នឹងគឺ121លេខសំណាងអ្នកដែលឆ្នាំមមែគឺ121ខមមិនហើយសៀសូមឲ្យចង្រៃទៅតាមសៀខមមិនសូមឲ្យបានលៀបពិតប្រកបឆ្នាំមមែពណ៌នាំសំណាងគឺពណ៌ទុងដែងពណ៌នាំសំណាងគឺពណ៌ទុងដែងសម្រាប់អ្នកឆ្នាំមមែនៅក្នុងខែ12ខែធ្នូឆ្នាំ2025នឹងសូមឲ្យសំណាងល្អហេងណាឥឡូវចូលមកដល់រាសីឆ្នាំវោកម្ដងឆ្នាំទី9ឆ្នាំវោកនៅក្នុងខែ12ខែធ្នូ2025នឹងតើកម្រិតវាសនាល្អយ៉ាងណាឬមួយក៏ទុកលំបាកយ៉ាងណាវាសនានៅក្នុងខែ12សម្រាប់ឆ្នាំវោកឆ្នាំទី9ឱកាសបើកលៀបបើកលុយលៀនបើកល្អប្រសើរសេរីសួស្តីសុភមង្គលអ្វីដែលវឹកវរទាំងប្រមាណអ្វីដែលទុកលំបាករំសាយចិត្តទាំងប្រមាណពីមុនមកនោះឆ្នាំវោគឺជាឱកាសមួយដ៏ល្អប្រពៃលុយលៀបចូលមកពេញដៃពេញហាងការណាត់ជួបធ្វើអ្វីមួយលោកធំជួយសដោះប្រប្រណីមេត្តាគិតគូររឿងកិច្ចការងារផ្លាស់ប្ដូរទីកន្លែងនឹងអាចបានសមដោយបំណងបងប្រាថ្នាឆ្នាំទី9ឆ្នាំវោនៅក្នុងខែ12នេះលេខសំណាងរបស់អ្នកឆ្នាំវោគឺ200 68លេខសំណាងគឺ268ខមមិនសូមឲ្យខមមិនឲ្យបានលៀបឲ្យសៀ3ដងសូមឲ្យបានលៀបពិតប្រកប100%នៅក្នុងខែ12ខែធ្នូនឹងសម្រាប់ឆ្នាំវោកឲ្យពណ៌នាំសំណាងគឺពណ៌ផ្កាននួងពណ៌នាំសំណាងគឺពណ៌ផ្កាននួងសំណាងល្អណាឆ្នាំវោកឆ្នាំទី9នៅក្នុងខែ12ឆ្នាំ2025នឹងហេងណាចូលមកដល់ឆ្នាំទី10ឆ្នាំរកាម្ដងតើកម្រិតវាសនានៅក្នុងខែ12ខែធ្នូឆ្នាំ2025នឹងតើឆ្នាំរកាល្អឬអាក្រក់មានលៀបយ៉ាងណាចាំស្ដាប់ដូចតទៅអញ្ចឹងចូលមកដល់ឆ្នាំរកាឆ្នាំទី10នៅក្នុងខែ12ខែធ្នូ2025នឹងឃើញថាល្អប្រពៃគិតគូរឿងប្រុសស្រីប្តីនឹងប្រពន្ធឬកូនឬលៀបជើងពីរទាំងប្រមាណនឹងអាចបានលៀបបានលុយឬមួយក៏មួយអតិថិជនឬមួយក៏ក្តីស្រឡាញ់ចេញមកពីសំណាក់អ្នកមិត្តជិតឆ្ងាយដែលសត្រូវទាំងប្រមាណពុនពងនោះនឹងអាចខ្លោបខ្លាចអំណាចបារមីរបស់អ្នកឆ្នាំរកានៅក្នុងខែ12យើងនឹងឲ្យនាំសំណាងមកដោយសារមនុស្សផ្ទុយភេទលេខសំណាងរបស់អ្នកឆ្នាំរកានៅក្នុងខែ12ខែធ្នូគឺ789ខមមិនលេខ789សៀ3ដងសូមឲ្យសៀ3ដងសូមឲ្យបានលៀបធំផ្ទុះលៀបចូលមកនៅក្នុងខែ12ខែធ្នូនឹងតែម្ដងសម្រាប់ឆ្នាំរកាលេខសំណាងរួចហើយចូលមកដល់ពណ៌នាំសំណាងគឺពណ៌ស្លាទុំពណ៌នាំសំណាងគឺពណ៌ស្លាទុំសំណាងល្អណាឆ្នាំទី10ឆ្នាំរកានៅក្នុងខែ12ខែធ្នូឆ្នាំ2025នឹងសំណាងល្អកើតលៀបឲ្យបានច្រើនហេងណា
ឥឡូវចូលមកដល់ឆ្នាំទី11ម្ដងនៅក្នុងខែ12ឆ្នាំទី11ឆ្នាំចបាទសម្រាប់ឆ្នាំចវាសនាយ៉ាងណាល្អឬអាក្រក់នៅក្នុងខែ12ខែធ្នូ2025នេះចាំសម្រាប់ដូចតទៅឆ្នាំចនៅក្នុងខែ12នេះមិនសូវជាមានភាពល្អមូមងមូម៉ៅក្តៅក្រហាយជំងឺនឹងកើតបៀតបៀនដល់រាងកាយមិនសូវជាមានផលល្អសម្រាប់អ្នកឆ្នាំចនៅក្នុងខែ12ខែធ្នូនឹងទីតោងពិចារណាប្រយ័ត្នប្រយែងទី1ដំណើរឆ្ងាយទី2ការបើកបរទាំងប្រមាណនឹងព្រោះអារម្មណ៍ស្ត្រេសឬមួយក៏មានជំងឺគ្រុនក្តៅទាំងប្រមាណធ្វើឲ្យមានមងសៅកាលដែលនិយាយភាសាទាំងប្រមាណទៅមិនសូវជាមានទឹកមាត់ប្រៃទេតោងពិចារណាប្រយ័ត្នប្រយែងរកម៉ាក់ប៉ាស្រូវទឹកចេញឲ្យបានផុតគ្រោះហើយលេខបញ្ជាគ្រោះរបស់អ្នកឆ្នាំចនៅក្នុងខែ12ខែធ្នូនេះគឺ368លេខបញ្ជាគ្រោះគឺ368ខមមិនឲ្យបានលៀបសៀសូមឲ្យមានលៀប3ដងសៀ3ដងសូមឲ្យ368នឹងបញ្ជាគ្រោះសម្រាប់ឆ្នាំចនៅក្នុងខែ12ខែធ្នូ2025យើងនឹងឲ្យបានផុតទុកផុតទោសទៅហើយពណ៌នាំសំណាងមកវិញគឺពណ៌ត្រីនាមពណ៌នាំសំណាងលើកហុងស៊ុយឡើងមកវិញសម្រាប់ឆ្នាំចគឺពណ៌ត្រីនាមអញ្ចឹងឆ្នាំចតោងពិចារណាគិតគូរឲ្យបានដិតដល់កៃឡូកាស៊ុយសុនសញ្ញេឬមួយក៏ធ្វើអ្វីនឹងតោពិចារណាប្រយ័ត្នប្រយែងផងកុំឲ្យមានការសោយសុទ្ធឬការធ្លាក់ធ្លួយកេងលោដោយកាយកម្មវិជ័យកម្មមនោកម្មទាំងណាមួយឆ្នាំចនេះនៅក្នុងខែ12តោពិចារណាបន្តិចឲ្យបានល្អិតល្អន់ឬមួយក៏ប្តីប្រពន្ធកុំឲ្យមានបញ្ហាប៉ះពាល់សម្ដីក្តីស្រឡាញ់ទាំងប្រមាណមកកុំឲ្យមានភាពមួមងមួម៉ៅក្តៅក្រហាយនៅក្នុងខែ12ហ្នឹងឲ្យម៉ាក់ប៉ាស្រួយទឹកបញ្ជាគ្រោះសុំឲ្យបានរួចចាក់ទុកទោសណាឆ្នាំចនៅក្នុងខែ12ហ្នឹងឥឡូវចូលមកដល់ឆ្នាំទី12ឆ្នាំកុលម្ដងវាសនានៅក្នុងខែ12ក៏ដិតល្អឬយ៉ាងណាវាសនាយ៉ាងណាចាំសម្រាប់ដូចតទៅឆ្នាំទី12ឆ្នាំកុលនៅក្នុងខែ12ឆ្នាំ2025ឆ្នាំកុលល្អប្រសើរជាទីគាប់ចិត្តអ្វីដែលបាត់បង់ទាំងប្រមាណនឹងអាចបានមកវិញបាក់ទឹកចិត្តឬមួយក៏ទំនុកចិត្តជំងឺឈឺស្កាត់ទាំងប្រមាណនោះគឺនឹងអាចបានមើលជាឬមួយក៏បានស្រាក់ស្រានស្ត្រេសទាំងប្រមាណមកគូឆ្នាំកុលនៅក្នុងខែ12ខែធ្នូ2025នឹងគឺជាឱកាសល្អមួយបើកហាងឡើងនន្តរស័ក្តិធ្វើអ្វីមួយប្រឡងដំណើរកំសាន្តដើរឆ្ងាយបានល្អល្អក្លឿនប្តីប្រពន្ធអ្នកមិត្តយល់ចិត្តទាំងប្រមាណនោះនឹងឲ្យអធិស្ឋានសម្រាប់ឆ្នាំកុលលេខសំណាងរបស់អ្នកឆ្នាំកុលគឺ123ខមមិនលេខ123ឲ្យសៀ3ដងសៀ3ដងសូមឲ្យចង្រៃទាំងប្រមាណទាំងអស់សូមឲ្យបានលៀបពិតប្រកបនៅក្នុងខែ12ខែធ្នូ2025នឹងពណ៌នាំសំណាងពណ៌នាំសំណាងគឺពណ៌ស្លាទុំពណ៌នាំសំណាងគឺពណ៌ស្លាទុំសំណាងល្អណាឆ្នាំកុលឆ្នាំទី12ហើយខែ12 2025នឹងសូមឲ្យបានលៀបលុយចូលមកឲ្យបានធំដូចបំណងពងប្រាថ្នាសំណាងល្អណាឆ្នាំកុលហេងណាកពូលឆ្នាំទាំង12រាសីនៅក្នុងខែ12 2025មានតែប៉ុណ្្នឹងទេមុននឹងបញ្ចប់ខ្ញុំគូបោសំណាងសូមប្រសិទ្ធិពរជ័យមុននឹងប្រសិទ្ធិពរជ័យសូមអធិស្ឋានសម្រាប់អស់លោកប្រុសលោកស្រីដែលរកមើលទិញលេខរៀងមុនក្នុងខែឆ្នាំរឿងរ៉ូស៊ីម្នាក់$10មើលវាសនាមច្ឆជីវិត$111បញ្ជាក់ជូនយន់រាល់ការជាវគឺវាប្រាក់មកមុនហើយបើសិនជាអស់លោកអ្នកត្រូវអំពើផ្ដាច់ស្នេហ៍គឺមានថ្នាំទឹកញីឈ្មោះឡើយបើសិនជាគេធ្វើចុងជាមួយចុងអីហ្នឹងគឺប្រើសេមាសណាញ់ទិញអធិពលអាក្រក់ជួយគេធ្វើមកលងទៅវិញនោះប្រើសេមាសណាញ់នឹងអាចមានលៀបជោគជ័យសម្រាប់អស់លោកប្រុសលោកស្រីហើយបញ្ជាក់ជូនអស់លោកប្រុសលោកស្រីនៅ Telegram សម្រាប់លើក្នុង TikTok ក្តីនៅក្នុង YouTube ក្តីនៅក្នុង Page ក្តី Telegram 071-93071-8 បញ្ជាក់ជូនសម្រាប់អស់លោកប្រុសលោកស្រីសូមប្រសិទ្ធិពរជ័យសម្រាប់អស់លោកអ្នកដែលក្នុងឆ្នាំ2026នឹងសូមឲ្យមានលៀបព្រោះឆ្នាំទាំង12ជាឆ្នាំកូនពៅក្នុងឆ្នាំ2025នឹងហើយសូមប្រសិទ្ធិពរជ័យសម្រាប់ឆ្នាំអស់លោកប្រុសស្រីទាំងអស់ក្នុងឆ្នាំ2026រស់ស៊ីមានបានพูดតាមពីសមុទ្រអាយសស្បៃភពចាស់មានប្រាក់កៅកងទូសរការលួចចេញទិញចូលចំណុចនៃសំការទៅទីកន្លែងណាមកកន្លែងណាសុខកដុកលុយមានបានសំណាងល្អណា